បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសប្តាហ៍នេះនៅក្នុងថ្ងៃពុធនៅថ្ងៃទី11ខែ2ឆ្នាំ2026យើងនេះបាទនឹងមានព័ត៌មានធំមួយគឺទាក់ទងទៅនឹងព័ត៌មាន Non Farm បាទដែលធ្វើឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងមានន័យថាចុះលឿនឡើងលឿនក៏ដោយសារតែព័ត៌មាន Non Farm មួយដែរបងប្អូនបាទសម្រាប់ព័ត៌មានផ្សេងក៏អាច support ធ្វើឲ្យមាសឡើងដូចគ្នាបានដែរដូចជាព័ត៌មាន GDP ដូចជាព័ត៌មាន CPI ក៏ដូចជាតកតងនឹងកត្តាសង្គ្រាមយុទ្ធសាស្ត្រដែរបងប្អូនបាទបងប្អូនបានដឹងស្រាប់ហើយថាកន្លងមកមាសមានការប្រែប្រួលខ្លាំងបងប្អូនគឺប្រែប្រួលរហូតដល់1300លេខកាលពី2-3សប្តាហ៍មុនបាទសម្រាប់បងប្អូនដែលគាត់កក់មាសឡើងតាមយកប្រព័ន្ធធនាគារដែលគាត់មិនបានតាមដានព័ត៌មានមើលបានន័យថាគាត់មិនស៊ីជម្រៅមួយព័ត៌មានគាត់អាចនឹងមានការខាតបង់ច្រើនដែរមិនថាកក់មាសតាមប្រព័ន្ធធនាគារទេបងប្អូនកក់មាសខាងក្រៅក៏ដូចគ្នាដែរបើសិនជាមាសចុះខ្លាំងគឺយើងខាតដូចគ្នាដែរបាទគឺអត់ខុសគ្នាទេបាទឥឡូវយើងចូលទៅដល់ព័ត៌មាន Non Farm Employment Change ទាំងអស់គ្នាបងប្អូនបាទតើតើនឹងព័ត៌មាន Non Farm Employment Change មួយនេះគឺមានន័យថាចំនួនអ្នកដែលគ្មានការងារធ្វើនៅប្រទេសសហរដ្ឋអាមេរិកបាទដែលមិនរាប់បញ្ចូលទាំងការងារកសិកម្មបាទត្រង់ហ្នឹងខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាបើសិនជាចំនួនការងារធ្វើនៅប្រទេសសហរដ្ឋអាមេរិកបើន័យថាគាត់គ្មានការងារធ្វើច្រើននោះនឹងធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងធ្លាក់ចុះបាទបងប្អូនដឹងស្រាប់ហើយព័ត៌មាន Non Farm មួយនេះដែលធ្វើឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងបានដូចគ្នាដែរបាទសម្រាប់បងប្អូនដែលគាត់រស់ស៊ីទៅលើការកក់ហាងឆេងមាសតាមយកប្រព័ន្ធធនាគារនេះជាព័ត៌មានធំដែលគាត់អាចនឹងត្រៀមខ្លួនកក់មាសឡើងឬកក់មាសចុះបន្ទាប់ពីព័ត៌មាន Non Farm Employment Change ចេញមកនៅម៉ោង8កន្លះយប់នៅថ្ងៃពុធទី11នេះបាទសម្រាប់បងប្អូនដែលគាត់ចង់វិនិយោគទៅលើការកក់ហាងឆេងមាសតាមយកប្រព័ន្ធធនាគារបងប្អូនអាចធ្វើការតាក់ទងមកកាន់ខ្ញុំបានសម្រាប់ការបង្រៀននិងប្រឹក្សាយោបល់ដែលគិតថ្លៃទេបាទសម្រាប់បងប្អូនដែលគាត់ចង់មករៀនផ្ទាល់បងប្អូនអាចមករៀនផ្ទាល់បានបាទដែលគាត់ចង់សិក្សាផ្ទាល់ពីវគ្គដំបូងហើយដល់ពេលដែលគាត់សិក្សាវគ្គដំបូងចេះហើយក៏ចង់សិក្សានៅវគ្គ Technical មួយទៀតបាទវគ្គ Technical គឺខាងខ្ញុំបង្រៀននៅថ្ងៃអង្គារបាទសម្រាប់ការចូលរៀនសិក្សាវគ្គដំបូងគឺខាងខ្ញុំបង្រៀននៅថ្ងៃប្រហោះបាទរៀងរាល់សប្តាហ៍បាទបងប្អូនទំនេរពេលណាបងប្អូនអាចចូលរួមបានក៏ចូលរួមបានដែរបងប្អូនបាទនេះជាចំណេះដឹងមួយនៃមួយផ្នែកនៃ business យើងបន្ទាប់ពីការរកស៊ីប្រចាំថ្ងៃរបស់យើងនៅខាងក្រៅបងប្អូនមានពេលទំនេរបងប្អូនអាចចូលវិនិយោគមាសនៅក្នុងប្រព័ន្ធធនាគារបានបាទបើសិនជាបងប្អូនដែលគាត់ចង់រកប្រាក់ចំណូលបន្ថែមមួយថ្ងៃត្រឹម5រៀលឬ10រៀលបងប្អូនអាចចាប់អារម្មណ៍ទៅលើការវិនិយោគកក់ហាងឆេងមាសតាមយកប្រព័ន្ធធនាគារបានបងប្អូនបាទបងប្អូនដឹងស្រាប់ហើយយើងមានដើមទុនតិចតួចជាយើងអាចរកស៊ីបានដែរក៏ប៉ុន្តែយើងរកស៊ីរយៈពេលខ្លីយើងមិនអាចធ្វើការកក់មាសទុកឬកក់មាសឡើងបើន័យថាយើងកក់មាសចុះឬកក់មាសឡើងរយៈពេលយូរដូចបងប្អូនគាត់ផ្សេងទៀតដែលគាត់មានដើមធំបាទបើន័យថាគាត់តម្កល់ទុនធំហើយគាត់កក់ទៅដល់1គីឡូកន្លះមាសឬក៏គាត់កក់3គីឡូមាសឬក៏គាត់កក់10គីឡូមាសអញ្ចឹងទៅនឹងគាត់អាចតម្កល់នឹងគាត់អាចទុករយៈពេលយូរដើម្បីយកផលចំណេញបានបងប្អូនដឹងស្រាប់ហើយមាសយើងអាចដឹងបានចុះដូចថាបច្ចុប្បន្នដូចនៅ$604អញ្ចឹងទៅដូចបើសិនជាមាសចុះមកនៅត្រឹម$590ជាង1ជីបើន័យថាយើងខាតតិចតួចទេបាទហើយចុះបើសិនជាមាសឡើងវិញបងប្អូនបើសិនជាមាសឡើងដូចបច្ចុប្បន្ននេះមាស1ជី$604ហើយចុះបើសិនជាមាសឡើងដល់1ជី$610វិញបាទបើសិនជាបងប្អូនលក់ចេញវិញបងប្អូនចំណេញបានត្រឹមតែ6រៀលប៉ុណ្ណោះបាទសម្រាប់ដែលគាត់រកស៊ីទៅលើការកក់មាសគីឡូវិញបាទបើសិនជាគាត់លក់ចេញវិញគឺគាត់ចំណេញច្រើនណាស់បងប្អូនគុណគូលេខតាមនឹងមកបាទអ្វីដែលខ្ញុំចង់ចែកលេខទៅកាន់បងប្អូនគឺមានតែប៉ុណ្្នឹងទេតាក់ទងនឹងការរកស៊ីតាក់ទងនឹង business បាទ
បាទសម្រាប់បងប្អូនដែលគាត់ចង់ចេះកោះអញ្ជើញមាសឬក៏បងប្អូនចង់បើកគណនីកោះអញ្ជើញមាសតែម្ដងបងប្អូនអាចទាក់ទងមកកាន់ខ្ញុំបានបាទសម្រាប់ការ process បើកគណនីគឺយើង process ដូចធនាគារបាទគឺគេមានស្តង់ដាររបស់គេបាទខ្ញុំសូមបន្ថែមបន្តិចបងប្អូនទាក់ទងនឹងការវិនិយោគទៅលើ business ប្រចាំថ្ងៃយើងនេះទាក់ទងនឹងការកោះអញ្ជើញមាសតាមប្រព័ន្ធធនាគារនេះបានន័យថាមួយថ្ងៃបងប្អូនកំណត់ខ្លួនឯងតើបងប្អូនត្រូវយកចំណេញប្រមាណឬក៏ខាតប្រមាណបាទបងប្អូនត្រូវចេះកំណត់បែបហ្នឹងមកទើបយើងនឹងអាចមើលឃើញពីផលចំណេញនៃចុងខែបាទបើសិនជាបងប្អូនគាត់កក់មាសគាត់ចង់ចំណេញបានមួយថ្ងៃ5រៀលឬក៏មួយថ្ងៃ10រៀលបើសិនជាបងប្អូនបានដល់គោលដៅបាទបងប្អូនត្រូវតែឈប់កក់បាទបងប្អូនចាំស្អែកចាំចូលទៀតបានន័យថាមួយថ្ងៃបងប្អូនចូលបន្តិចមួយថ្ងៃបងប្អូនយក5រៀល10រៀលឬក៏2រៀល3រៀលក្តីអានេះក៏ជាចំណូលបន្ថែមរបស់បងប្អូនដែរបាទនៅពេលដែលដល់ចុងខែបងប្អូនគុណគូលុយមកទៅហើយបើសិនជាបងប្អូនគាត់ធ្វើការនៅខាងក្រៅឬក៏រស់ស៊ីនៅខាងក្រៅនៅពេលដែលដល់ចុងខែបងប្អូនអាចបូកលុយទៅនៃពីការរស់ស៊ីក៏អាចឆេញមាសបានបងប្អូនបាទសម្រាប់ការប្រឹក្សាយោបល់បន្ថែមបងប្អូនអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈលេខទូរស័ព្ទនិង link Telegram ដែលខ្ញុំដាក់នៅខាងលើនេះឬក៏បងប្អូន scan តាម QR code Telegram គឺមកដល់ខ្ញុំផ្ទាល់ហើយបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមទៀតបងប្អូនអាច comment បានខ្ញុំនឹងបកស្រាយជួយបងប្អូនបន្ថែមទៀតបាទសូមអរគុណ